លោក Mohammed Bagher Khalibaf ប្រធានសភាអ៊ីរ៉ង់បានសរសើរជំហររបស់សម្ដេចប៉ាប Liu Chef ប្រឆាំងនឹងសង្គ្រាមអាមេរិកអ៊ីស្រាអែលលើប្រទេសរបស់លោកដោយពណ៌នាអំពីការប្រឆាំងរបស់លោកចំពោះចំនួននេះគឺជំរុញទឹកចិត្តមនុស្សរាប់លាននាក់ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើងនេះបើយោងតាមរបាយការណ៍របស់ Anadolu លោក Khalibaf បាននិយាយនៅក្នុងការបង្ហោះមួយនៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិកថាគឺជាការគោរពចំពោះជំហរដ៏ក្លាហានរបស់សម្ដេចប៉ាប Liu ខ្ញុំមិនមានការភ័យខ្លាចទេបន្លឺឡើងខណៈដែលលោកថ្កោលទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកពាក្យស្លោកនេះបំភ្លឺផ្លូវសម្រាប់អ្នកដែលបដិសេធមិននៅស្ងៀមលើការសម្លាប់មនុស្សស្លូតត្រង់លោកបានបន្ថែមថាភាពជាអ្នកដឹកនាំរបស់សម្ដេចប៉ាបជំរុញទឹកចិត្តមនុស្សរាប់លាននាក់នឹងបានថ្លែងអំណរគុណលោកចំពោះពន្លឺនេះការកត់សម្គាល់របស់លោក Khalibaf បានកើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់មន្ត្រីអ៊ីរ៉ង់ការពារសម្ដេចប៉ាបបន្ទាប់ពីការរិះគន់ពីប្រធានាធិបតីអាមេរិក Donald Trumpមុននេះប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានថ្កោលទោសអ្វីដែលលោកពិពណ៌នាថាជាការប្រមាថដែលសំដៅទៅលើសម្ដេចប៉ាប Liu ដោយនិយាយថាការមិនគោរពចំពោះសម្ដេចប៉ាបនិងព្រះយេស៊ូវគឺមិនអាចទទួលយកបានទេនៅក្នុងការបង្ហោះមួយនៅលើលោក Pezeshkian បាននិយាយថាលោកកំពុងនិយាយក្នុងនាមប្រជាជាតិដ៏អស្ចារ្យរបស់អ៊ីរ៉ង់ដោយបន្ថែមថាការប្រមាថព្រះយេស៊ូវជាព្យាការីនៃសន្តិភាពនិងភេរភាពមិនអាចទទួលយកបានចំពោះមនុស្សសេរីណាមួយឡើយក្រសួងការបរទេសអ៊ីរ៉ង់ក៏បានរិះគន់ការកត់សម្គាល់របស់លោក Trump ប្រឆាំងនឹងសម្ដេចប៉ាបផងដែរនៅក្នុងសម័យកាលមួយដែលសម្លេងផ្ទុះគ្រាប់បែកនិងសម្លេងស្រែកហ៊ោកញ្ជ្រៀវរបស់មេតបនិងអ្នកឈ្លានពានធ្វើឲ្យមានទម្ងន់ធ្ងន់លើសទេសម្បញ្ញៈរបស់ពិភពលោកពាក្យសម្ដីរបស់សម្ដេចប៉ាប Liu Chef បន្លឺឡើងនៅការអំពាវនាវយ៉ាងជ្រាលជ្រៅនៃដំណឹងល្អថាអ្នកបង្កើតសន្តិភាពមានពូហើយអ្នកនាំពាក្យក្រសួងលោក Ismail Baye បាននិយាយនៅក្នុងការបង្ហោះមួយនៅលើលោកបានបន្ថែមថាការប្រមាថសម្ដេចប៉ាបមិនត្រឹមតែមិនមែនជាគ្រឹះសាសនាទេប៉ុន្តែក៏ជាការវាយប្រហារយ៉ាងច្បាស់លាស់លើការតស៊ូមតិប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិភាពយុត្តិធម៌និងមនុស្សជាតិប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីការរិះគន់របស់លោក Trump ប្រឆាំងនឹងសម្ដេចប៉ាប Liu ដែលលោកបានពិពណ៌នាអំពីសម្ដេចប៉ាបថាខ្សោយលើឧក្រិដ្ឋកម្មនិងគួរឲ្យខ្លាចសម្រាប់គោលនយោបាយការបរទេសខណៈពេលដែលក៏សួរអំពីកាលៈទេសៈនៃការបោះឆ្នោតរបស់លោកផងដែរលោក Trump ក៏បានរិះគន់ជំហររបស់សម្ដេចប៉ាបលើបញ្ហាអន្តរជាតិរួមទាំងសង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ហើយបានលើកឡើងថាការដឹកនាំរបស់ព្រះអង្គចំពោះសាសនាចក្រកាតូលិកគឺមានការលើកទឹកចិត្តខាងនយោបាយប្រធានាធិបតីអាមេរិកក៏បានចែករំលែករូបថតដែលបង្កើតឡើងដោយនៅលើ Truth Social ដែលពណ៌នាអំពីខ្លួនឯងថាជាព្រះយេស៊ូវដើម្បីទទួលបានវីដេអូថ្មីមុនគេសូមបងប្អូនជួយចុច Like Share និងចុច Subscribe ឬចុច Follow ម្នាក់មួយផង